同学们，大家好，今天我们来一起学习中文。សូមស្វាគមន៍សាជាថ្មីមកកាន់វីដេអូបង្រៀនភាសាចិនស្ដីទៅកាន់មិត្តភក្តិគ្នាយើងថ្ងៃនេះគឺយើងវិលមកជួបគ្នាសាជាថ្មីនៅវីដេអូថ្មីទាក់ទងជាមួយនឹងការប្រកប join ថ្ងៃនេះគឺលើសលើកនៅយកនៅ join ចំនួន2គឺអក្សរ n ជាមួយអក្សរ l មកបូកជាមួយនឹងស្រៈចំនួន2ដូចនៅកាលវីដេអូមុនដែរណាអញ្ចឹងកាលពីវីដេអូមុនយើងបានរៀននៅjoin ចំនួន2គឺអក្សរ t និងអក្សរ th បូកជាមួយនឹងស្រៈ2អូខេអញ្ចឹងឥឡូវនេះយើងចូលមកអក្សរ n បូកជាមួយនឹងស្រៈ2អញ្ចឹងមុននឹងចូលទៅកាន់មេរៀនសូមឲ្យគ្នាយើងអ្នកដែលអត់បានជួយចុច Subscribe ជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូបង្រៀនភាសាចិនថ្មីៗពី Channel ភាសា Learn Chinese ឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនយើងតែម្ដងតោះអក្សរទី1អក្សរ n n i y ne n i ao neo n i o niu n i an niên n i ơn nín n i an nang n i on ninh n u o no n u an non n u on non អូខេអញ្ចឹងទាំងអស់នេះគឺអក្សរ n មួយបូកជាមួយនឹងស្រៈ2ណាដែលនៅកណ្ដាលគឺមានស្រៈកណ្ដាលអក្សរ e និងអក្សរ o បូកជាមួយនឹងស្រៈប្រកបពីខាងក្រោមអញ្ចឹងយើងត្រូវមើលឧទាហរណ៍វាទាំងអស់គ្នាឧទាហរណ៍ទី1នាវនាវ n i o នាវសលេងទី2អានមកអស់ឡើងទៅលើនាវនាវបកថាសត្វគោណាតោះទី2ណូមីណូមីអានសង្កត់ណា n o o ណូណូម៉ាអ៊ីមីសានសឹងសលេងទី3មីណូមីណូមីបកថាអង្គដំណើបមីនេះបកថាអង្គណាណូមីអង្គដំណើបអូខេតោះយើងចូលទៅកាន់អក្សរទី2បាទទី2គឺអក្សរ l l i ye le l i ao leo l i o liu l i an liên l i ơn lin l i an leang l i on linh l u o lo l u an loan l u an luôn l u on long តោះយើងទៅមើលឧទាហរណ៍ទី1លីវលីវអានសង្កត់ណាលីវ l i o លីវលីវបកថាលេខ6តោះទី2ឡូលីឡូលី l u o ឡូសលេងទី4អានសង្កត់ឡូ l i លីអានមកអស់ឡើងទៅលើលីឡូលីឡូលីបកថាផ្លែបើតោះអញ្ចឹងយើងថ្ងៃនេះយើងសិក្សាចំនួន2 slide នេះឥឡូវយើងត្រឡប់ទៅអាន slide ទី1ម្ដងទៀតទាំងអស់គ្នាអក្សរ n n i ye ne n i ao neo n i o niu n i an niên n i ơn nín n i an nang n i on ninh n u o no n u an non n u on non តឧទាហរណ៍វានាវ
níu na i ô níu sạt cổ nổ mí na u ô ma i nổ mí ông có đầm nào slide tí pí la i ye lê la i ao leo la i ô liêu la i an liên la i ơn linh la i an liang la i on linh la u ô lô la u an loan la u ơn luôn la u on long liu la i ô liu lấy pram mùi lộ lý la u ô lộ la i lộ lý plái bờ chẳng nơi videoนี้យើងសូមបញ្ចប់នៅក្នុង slide ទី2នេះសង្ឃឹមថាគ្នាយើងនឹងអាចតាមទាន់ទាំងអស់គ្នាសំខាន់គឺគ្នាយើងត្រូវចាប់មូលដ្ឋានគ្រឹះនៃភាសាចិននេះឲ្យបានច្បាស់លាស់មួយទៅតាមលំដាប់លំដោយណាបើសិនជាយើងចង់រៀននៅភាសាចិនឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតរបស់វាអញ្ចឹងយើងត្រូវតែសិក្សានៅមូលដ្ឋានគ្រឹះមួយនេះឲ្យបានល្អិតល្អន់ទាំងអស់គ្នាអញ្ចឹងយើងសូមបញ្ចប់នៅវីដេអូដែលនេះអរគុណសម្រាប់ការតាមដានក៏ជូនពរឲ្យគ្នាយើងជោគជ័យទៅដល់ការរៀនភាសាចិននេះដោយខ្លួនឯងសង្ឃឹមថាគ្នាយើងមានចម្ងល់អីទេបើសិនជាមានអាចសាកសួរនៅក្នុងវីដេអូដោយប្រើ comment នៅខាងក្រោមបានណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាគួយថងសេចៃជៀនបាយបាយ